ចុះបើខ្ញុំប្រាប់អ្នកថាហេតុផលធំបំផុតដែលអ្នកមិនតន់សម្រេចគោលដៅរបស់អ្នកមិនមែនដោយសារតែអ្នកខ្ជិលឬគ្មានសំណាងនោះទេប៉ុន្តែដោយសារតែអ្នកមានគោលដៅតូចពេកសូមគិតអំពីវាយើងភាគច្រើនកំណត់គោលដៅដែលខ្ពស់ជាងអ្វីដែលយើងសម្រេចបានរួចហើយបន្តិចយើងប្រាប់ខ្លួនឯងថាយើងចង់ធ្វើឲ្យបានល្អជាងនេះរកបានបន្ថែមបន្តិចនិងមានសុខភាពល្អជាងមុនបន្តិចប៉ុន្តែចុះយ៉ាងណាបើនោះជាអ្វីដែលរារាំងអ្នកលោក Grant Cardone អ្នកនិពន្ធច្បាប់ 10X និយាយថាគោលដៅធម្មតាបង្កើតជីវិតធម្មតាមនុស្សដែលគ្របដណ្ដប់ក្នុងអាជីវកម្មកីឡាឬសូម្បីតែការរីកចម្រើនផ្ទាល់ខ្លួនកុំគិតថាទូចតាចពេកពួកគេគិតឲ្យធំជាងមុន10ដងពួកគេមិនគ្រាន់តែចង់បង្កើនប្រាក់ចំណូលរបស់ពួកគេ 10% នោះទេពួកគេចង់គុណវានឹង10ពួកគេមិនមានគោលដៅចង់ឲ្យមានអ្នកចូលមើល100ដងលើខ្លឹមសាររបស់ពួកគេទេពួកគេមានគោលដៅចង់ឲ្យមានអ្នកចូលមើល100,000ដងហើយនេះជាអាចកំបាំងនៅពេលដែលអ្នកមានគោលដៅខ្ពស់ជាងនេះ10ដងអ្នកនឹងចាប់ផ្ដើមចាត់វិធានដែលត្រូវនឹងកម្រិតនៃមហិច្ឆតានោះឥឡូវនេះចូលនិយាយដែលស្មោះត្រង់មនុស្សភាគច្រើនលេងជីវិតក្នុងរបៀបសុវត្ថិភាពពួកគេស្រមៃគ្រប់គ្រាន់ដើម្បីមានអារម្មណ៍ល្អចំពោះខ្លួនឯងប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីក្លាយជាការពិតនោះទេទម្លុះដែនកំណត់របស់ពួកគេផ្នែកកំណត់ 10X បំផ្លាញតំបន់សុខស្រួលនោះវាទាមទារឲ្យអ្នកឈប់សួរថាអ្វីដែលប្រកបនិយមហើយចាប់ផ្ដើមសួរថាវាត្រូវការអ្វីខ្លះដើម្បីធ្វើអ្វីមួយដ៏ធំសម្បើមដូច្នេះសូមអនុញ្ញាតឲ្យខ្ញុំសួរអ្នកថាតើគោលដៅធំបំផុតដែលអ្នកធ្លាប់កំណត់សម្រាប់ខ្លួនឯងគឺជាអ្វីធ្វើវាទ្វេដងឥឡូវនេះគុណវាដៃ10ស្ដាប់ទៅដូចជាឈួតមែនទេនោះជាសារៈសំខាន់ពីព្រោះប្រសិនបើគោលដៅរបស់អ្នកមិនធ្វើឲ្យអ្នកភ័យខ្លាចបន្តិចទេវាមិនធំល្មមដើម្បីផ្លាស់ប្ដូរអ្នកទេច្បាប់ 10X មិនមែននិយាយអំពីភាពមិនប្រកបនិយមនោះទេវានិយាយអំពីការដោះសោកំណែរបស់អ្នកដែលឈប់ពេញចិត្តនឹងភាពមធ្យមហើយចាប់ផ្ដើមធ្វើដូចជាភាពអស្ចារ្យគឺជាជម្រើសតែមួយគត់ហើយនេះជាកន្លែងដែលវាคล้ายជាគួរឲ្យរំភើបនៅពេលដែលអ្នកចាប់ផ្ដើមគិត10ដងអ្នកចាប់ផ្ដើមដឹងថាអ្នកមានសមត្ថភាពប៉ុណ្ណាអ្នកឈប់រងចាំការលើកទឹកចិត្តហើយចាប់ផ្ដើមកសាងសន្ទុះអ្នកឈប់បន្ទោសកាលៈទេសៈហើយចាប់ផ្ដើមចាត់វិធានដ៏ធំនេះមិនមែននិយាយអំពីការផ្សព្វផ្សាយទេវានិយាយអំពីការផ្លាស់ប្ដូរប្រភេទដែលកើតឡើងនៅពេលដែលអ្នកឈប់រស់នៅតូចតាចហើយសម្រេចចិត្តលេងជីវិតដោយពេញលេញដូច្នេះចូលចងខ្សែក្រវ៉ាត់ឲ្យជាប់ព្រោះពេលដែលអ្នកយល់ពីអត្ថន័យពិតប្រាកដនៃការរស់នៅតាមច្បាប់ 10X អ្នកនឹងមិនមើលគោលដៅឬដែនកំណត់របស់អ្នកដូចគ្នាទៀតឡើយនៅគ្រឿងខ្លឹមសាររបស់វាច្បាប់ 10X គឺសាមញ្ញប៉ុន្តែវាមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីបង្វិលផ្នត់គំនិតទាំងមូលរបស់អ្នកឲ្យក្រឡាប់កឡាប់ Grant Cardone កំណត់វាដូចនេះគោលដៅណាដែលអ្នកគិតថាអ្នកចង់បានគុណវាដោយ10ហើយតើអ្នកជឿថាវាត្រូវការការខិតខំប្រឹងប្រែងអ្វីដើម្បីសម្រេចវាគុណវាដោយ10ដែរនោះជាច្បាប់វាមិនមែនគ្រាន់តែជាការស្រមៃធំជាងនេះទេវាគឺជាការសម្រេចចិត្តតើភាពជោគជ័យពិតជាត្រូវការការខិតខំប្រឹងប្រែងថែមទៀតប៉ុន្មានមនុស្សភាគច្រើនមើលស្រាវទ្វារទាំងទីនៃសម័យកាលពួកគេកំណត់គោលដៅតូចៗហើយខិតខំប្រឹងប្រែងគ្រប់គ្រាន់ដើម្បីសម្រេចកម្រិតមធ្យមឧទាហរណ៍ម្នាក់អាចនិយាយថាខ្ញុំចង់រកប្រាក់ចំណូលបន្ថែម$1,000នៃខែនេះដូច្នេះពួកគេធ្វើការឲ្យខ្លាំងជាងមុនបន្តិចប្រហែលជានៅភ្ញាក់1ម៉ោង2ម៉ោងបន្ថែមហើយបន្ទាប់មកបោះបង់នៅពេលដែលពួកគេមិនឃើញលទ្ធផលហេតុអ្វីពីព្រោះពួកគេមិនដែលត្រៀមខ្លួនសម្រាប់កម្រិតនៃការខិតខំប្រឹងប្រែងដែលជោគជ័យពិតប្រាកដតម្រូវឲ្យមានពួកគេគិតថាគោលដៅពេកមិនអាចបរាជ័យបានទេប៉ុន្តែក្នុងការពិតវាតូចពេកមិនអាចជំរុញសកម្មភាពបានទេច្បាប់ 10X ផ្លាស់ប្ដូរការគិតនោះនៅពេលដែលអ្នកកំណត់គោលដៅអ្វីមួយធំជាង10ដងអ្នកនឹងដឹងភ្លាមៗថាកម្រិតនៃការខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់អ្នកនឹងមិនកាត់បន្ថយវាបានទេអ្នកចាប់ផ្ដើមសួរសំណួរផ្សេងៗជំនួសឲ្យសំណួរថាតើខ្ញុំអាចរកប្រាក់បាន$1,000ដោយរបៀបណាអ្នកសួរថាតើខ្ញុំអាចរកប្រាក់បាន$10,000ដោយរបៀបណាសំណួរតែមួយនោះផ្លាស់ប្ដូរអ្វីៗទាំងអស់វាបង្ខំឲ្យមានភាពច្នៃប្រឌិតវាបង្ខំឲ្យមានភាពច្នៃប្រឌិតវាបង្ខំឲ្យអ្នកគិតលើពីដែនកំណត់របស់អ្នកហើយនេះជាអ្វីដែលមនុស្សភាគច្រើនខកខានគោលដៅខ្លួនវាផ្ទាល់មិនមែនជាផ្នែកសំខាន់បំផុតនោះទេវាគឺជាអ្នកដែលអ្នកខ្លាយជាតាមរយៈការដេញតាមវាគោលដៅ 10X លាតសន្ធឹងអ្នកវារុញអ្នកឲ្យឆ្លងកាត់លេសការភ័យខ្លាចនិងការលួងលោមអ្នកចាប់ផ្ដើមធ្វើសកម្មភាពខុសគ្នានិយាយខុសគ្នាថែមទាំងគិតខុសគ្នាភ្លាមនោះមជ្ឈមភាគគឺមិនល្អគ្រប់គ្រាន់ទៀតទេអ្នកចាប់ផ្ដើមបង្កើតទម្លាប់ដែលត្រូវនឹងភាពជោគជ័យដ៏ធំមិនមែនមជ្ឈមភាគទេ Grant និយាយថាកុំបន្ថយគោលដៅរបស់អ្នកចូលបង្កើនសកម្មភាពរបស់អ្នកនោះគឺជាខ្លឹមសារពិតនៃច្បាប់ 10X
មនុស្សភាគច្រើនបង្រួមក្តីសុបិនរបស់ពួកគេឲ្យសមនឹងការខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ពួកគេប៉ុន្តែអ្នកដែលមានសមត្ថភាពខ្ពស់ពួកគេពង្រីកការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីសម្រេចក្តីសុបិនដ៏ធំរបស់ពួកគេនោះគឺជាខ្សែបន្ទាត់បំបែករវាងអ្នកដែលប្រាថ្នានិងអ្នកដែលសម្រេចបានដូច្នេះនៅពេលក្រោយដែលអ្នកចាប់ខ្លួនឯងនិយាយថាវាច្រើនពេកឬវាមិនអាចទៅរួចសូមចងចាំរឿងនេះបញ្ហាមិនមែនថាអ្នកកំពុងតម្រឹងគោលដៅខ្ពង់ពេកនោះទេវាគឺថាអ្នកកំពុងគិតតូចពេកច្បាប់ 10x ជំរុញអ្នកឲ្យលើកទាំងគោលដៅនិងសកម្មភាពរបស់អ្នកដោយកម្រិតដែលធ្វើឲ្យអ្វីដែលមិនអាចទៅរួចចាប់ផ្ដើមមើលទៅអាចទៅរួចភ្លាមៗពីព្រោះនៅពេលដែលអ្នកធ្វើដូចជាភាពជោគជ័យគឺជាកាតព្វកិច្ចរបស់អ្នកមិនមែនជាសុបិនឆ្ងាយនោះទេលបែងផ្លាស់ប្ដូរទាំងស្រុងលោក Grant Cardone បំបែកអេរិយាបថរបស់មនុស្សទៅជាអ្វីដែលលោកហៅថាកម្រិតសកម្មភាពទាំង4ហើយនៅពេលដែលអ្នកយល់ពីរឿងទាំងនេះអ្នកនឹងដឹងភ្លាមៗថាអ្នកបានកំពុងធ្វើប្រតិបត្តិការនៅកម្រិតណានេះគឺជាការពិតមនុស្សគ្រប់គ្នាចាត់វិធានការប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចាត់វិធានការត្រឹមត្រូវនោះទេកម្រិតទាំង4នេះកំណត់ថាតើអ្នកនៅជាប់គាំងផ្លាស់ទីយឺតឬផ្ទុះឡើងឆ្ពោះទៅរកភាពជោគជ័យកម្រិតទី1គឺមិនធ្វើអ្វីទាំងអស់នេះគឺជារឿងទូទៅនិងច្រើនជាងគេបំផុតទាំងនេះគឺជាមនុស្សដែលនិយាយអំពីក្តីសុបិនរបស់ពួកគេប៉ុន្តែមិនដែលចាត់វិធានការដំបូងឡើយពួកគេនិយាយអ្វីមួយដូចជាខ្ញុំនឹងចាប់ផ្ដើមនៅសប្តាហ៍ក្រោយឬខ្ញុំគ្រាន់តែរង់ចាំពេលវេលាត្រឹមត្រូវប៉ុន្តែនៅក្នុងចិត្តពួកគេខ្វល់ដោយសារការភ័យខ្លាចខ្ជិលច្រអូនឬការសង្ស័យខ្លួនឯងការមិនធ្វើអ្វីសោះអាចមានអារម្មណ៍ថាមានសុវត្ថិភាពប៉ុន្តែតាមពិតវាជាជំរឿនដែលថ្លៃបំផុតព្រោះវាបង្កាត់គ្នាពេលវេលាហើយពេលវេលាគឺជារឿងមួយដែលអ្នកមិនដែលទទួលមកវិញកម្រិតទី2គឺការដកថយទាំងនេះគឺជាមនុស្សដែលធ្លាប់ព្យាយាមបារាជ័យហើយបន្តមករត់ទៅដៅផ្ទុយប្រហែលជាពួកគេបានចាប់ផ្ដើមអាជីវកម្មដែលមិនដំណើរការឬពួកគេបានបង្ហោះវីដេអូចំនួនដែលមិនបានទទួលការមើលឃើញជំនួសឲ្យរៀនសូត្រនិងអនុវត្តពួកគេដកថយទៅកាន់តំបន់សុខសប្បាយពួកគេបញ្ជូលខ្លួនឯងថាភាពជោគជ័យមិនមែនជារបស់ពួកគេទេប៉ុន្តែការដកថយមិនការពារអ្នកទេវាបំផ្លាញសក្តានុពលរបស់អ្នកបន្តិចម្ដងកម្រិតទី3គឺការចាត់វិធានការធម្មតានេះជាកន្លែងដែលមនុស្សភាគច្រើនរស់នៅពួកគេធ្វើការខ្លះដាក់ការខិតខំប្រឹងប្រែងខ្លះហើយឃើញលទ្ធផលខ្លះពួកគេមិនបរាជ័យទេប៉ុន្តែពួកគេក៏មិនឈ្នះដែរវាជាទឹកដីនៃភាពមធ្យមដែលអ្វីៗគឺល្អប៉ុន្តែនេះជាចំណុចសំខាន់សកម្មភាពធម្មតាមិនបង្កើតលទ្ធផលមិនធម្មតាទេពិភពលោកផ្ដល់រង្វាន់ដល់ការខិតខំប្រឹងប្រែងយ៉ាងច្រើនមិនមែនការអនុលោមតាមតិចតួចបំផុតនោះទេសកម្មភាពធម្មតាអាចធ្វើឲ្យអ្នកមានផាសុកភាពប៉ុន្តែវានឹងមិនដែលធ្វើឲ្យអ្នកអស្ចារ្យនោះទេបន្ទាប់មកដល់កម្រិតទី4តំបន់ 1% ចាត់វិធានការយ៉ាងច្រើននេះជាកន្លែងដែលការគិត 10x កើតឡើងមនុស្សនៅកម្រិតនេះមិនរងចាំពេលវេលាដ៏ល្អឥតខ្ចោះឬលក្ខខណ្ឌដ៏ល្អនោះទេពួកគេធ្វើចលនាលឿនពួកគេធ្វើចលនាធំហើយពួកគេមិនឈប់នៅពេលដែលវាមានអារម្មណ៍មិនស្រួលពួកគេជន់លិតពិភពលោកដោយការខិតខំប្រឹងប្រែងពួកគេធ្វើការហៅទូរស័ព្ទកាន់តែច្រើនបង្កើតខ្លឹមសារកាន់តែច្រើនជួបមនុស្សកាន់តែច្រើននិងទទួលយកហានិភ័យច្រើនជាងអ្នកដទៃហើយដោយសារតែរឿងនោះពួកគេក៏ធ្វើឲ្យមានវឌ្ឍនការកាន់តែច្រើនផងដែរសកម្មភាពដ៏ធំសម្បើមមិនមែននិយាយអំពីការធ្វើការដោយមិនប្រុងប្រយ័ត្ននោះទេវានិយាយអំពីអាំងតង់ស៊ីតេនិងភាពស៊ីសង្វាក់គ្នាវានិយាយអំពីការធ្វើអ្វីៗជាច្រើនដែលមនុស្សមិនអាចមិនអើពើនឹងអ្នកបាននៅពេលដែលមនុស្សគ្រប់គ្នាកំពុងបន្ថយល្បឿនអ្នកកំពុងបង្កើនល្បឿននៅពេលដែលពួកគេកំពុងនិយាយអំពីឧបសគ្គអ្នកកំពុងស្វែងរកដំណោះស្រាយរួចហើយនោះហើយជារបៀបអ្នកសម្ដែងកំពូលបំបីខ្លួនចេញពីហ្វោងមនុស្សតាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរមិនសមហេតុផលនិងមិនអាចបញ្ឈប់បានដូច្នេះសូមសួរខ្លួនឯងថាតើអ្នកនៅកម្រិតណាឥឡូវនេះចូលនិយាយដោយស្ម័គ្រត្រង់ពីព្រោះភាពខុសគ្នារវាងកន្លែងដែលអ្នកនៅនិងកន្លែងដែលអ្នកចង់ទៅមិនមែនជាទេពកោសល្យសំណាងឬពេលវេលានោះទេវាជាសកម្មភាពដែលអ្នកសុខចិត្តធ្វើអ្នកអាចរក្សាភាពស្រួលឬអ្នកអាចធ្វើ10ដងប៉ុន្តែអ្នកមិនអាចធ្វើទាំងពីរបានទេនេះជាកន្លែងដែលការផ្លាស់ប្ដូរពិតប្រាកដចាប់ផ្ដើមឥឡូវនេះនៅក្នុងចិត្តរបស់អ្នកច
ច្បាប់ដាប់ដងមិនមែនគ្រាន់តែអំពីការធ្វើអ្វីបន្ថែមនោះទេវានិយាយអំពីគិតខុសគ្នាលោក Grant Cardone និយាយថាដែនកំណត់ដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នកមិនមែនជាជំនាញប្រវត្តិឬធនធានរបស់អ្នកទេវាគឺជាផ្នែកគំនិតរបស់អ្នកមនុស្សភាគច្រើនមិនបរាជ័យដោយសារតែពួកគេមិនមានសមត្ថភាពទេពួកគេបរាជ័យដោយសារតែពួកគេមើលស្រាលអ្វីដែលអាចធ្វើទៅបានសូមគិតអំពីវារាល់ការទម្លុះដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្របានមកពីនរណាម្នាក់ដែលបដិសេធមិនទទួលយកដែនកំណត់បងប្អូន Pro Wright មិនបានសួរថាតើមនុស្សពិតជាអាចហោះហើរបានទេពួកគេបានសួរថាតើយើងអាចធ្វើឲ្យវាកើតឡើងដោយរបៀបណាលោក Elon Musk មិនបាននិយាយថាចូលយើងបង្កើតក្រុមហ៊ុនផលិតរថយន្តមួយគាត់បាននិយាយថាចូលយើងបង្កើតក្រុមហ៊ុនផលិតរថយន្តមួយដែលដំណើរការដោយអគ្គិសនីបង្កើតល្បឿនលឿនជាងរថយន្តស្ពណ៌និងបើកបរដោយខ្លួនឯងនោះហើយជាការគិតដាប់ដងជាផ្នែកគំនិតមួយដែលបដិសេធមិនលៀងតាមច្បាប់តូចៗនៅពេលដែលអ្នកចាប់ផ្ដើមគិតផុតពីដែនកំណត់អ្នកចាប់ផ្ដើមដឹងអ្វីមួយដ៏មានឥទ្ធិពលគោលដោយមធ្យមមិនជំរុញស្មារតីមនុស្សទេប្រសិនបើក្តីសុបិនរបស់អ្នកមិនធ្វើឲ្យបៃដងរបស់អ្នកលូតញាប់បន្តិចទេវានឹងមិនជំរុញអ្នកឲ្យចាត់វិធានការនោះទេហើយប្រសិនបើគោលដៅរបស់អ្នកមិនធ្វើឲ្យអ្នកខ្លាចពួកគេមិនបានលាកសន្ទក់អ្នកគ្រប់គ្រាន់ទេ Grant ហៅបញ្ហានេះថាជាបញ្ហាការគិតតូចតាចគោលដៅតូចៗបង្កើតបញ្ហាតូចតាចហើយបញ្ហាតូចតាចមិនដែលបង្ខំឲ្យមានការរីកចម្រើនឡើយឥឡូវនេះផ្នែកដ៏លំបាកគឺថាខួរក្បាលរបស់អ្នកត្រូវបានតាក់ទងសម្រាប់សុវត្ថិភាពមិនមែនភាពជោគជ័យទេវាព្យាយាមការពារអ្នកពីការបរាជ័យភាពអាម៉ាស់និងភាពមិនប្រកបប្រជាដូច្នេះនៅពេលដែលអ្នកចាប់ផ្ដើមគិតដាប់ដងវានឹងបោះការសង្ស័យមកលើអ្នកនោះមិនអាចទៅរួចទេនោះច្រើនពេកហើយតើមនុស្សនឹងនិយាយអីប៉ុន្តែនេះជាការពិតប្រសិនបើក្តីសុបិនរបស់អ្នកមិនបង្កឲ្យមានការភ័យខ្លាចទេវាប្រហែលជាមិនមែនទេក្តីស្រមៃពួកគេគ្រាន់តែជាបញ្ជីការងារត្រូវធ្វើប៉ុណ្ណោះដើម្បីគិតដាប់ដងអ្នកត្រូវតែបំបីទម្លាប់នៃការមើលស្រាលខ្លួនឯងដោយចេតនាអ្នកត្រូវតែឈប់គិតអំពីអ្វីដែលអាចទៅរួចហើយចាប់ផ្ដើមផ្ដោតលើអ្វីដែលអាចធ្វើទៅបានអ្នកត្រូវមើលមនុស្សដែលសម្រេចបាននៅរឿងធំៗហើយសួរថាតើពួកគេបានធ្វើវាឬអត់ហើយអ្វីបានជាខ្ញុំមិនអាចធ្វើបានភាពជោគជ័យមិនមែនជារបស់មនុស្សមួយចំនួនទូចតាចដែលបានជ្រើសរើសនោះទេវាជារបស់អ្នកដែលជ្រើសរើសគិតធំជាងអ្នកដទៃនៅពេលដែលអ្នកគិតបែបនេះអ្វីៗនឹងផ្លាស់ប្ដូរអ្នកចាប់ផ្ដើមកំណត់គោលដៅដែលមានអារម្មណ៍ថាស្ទើរតែមិនអាចទៅរួចហើយវាបង្ខំអ្នកឲ្យចាត់វិធានការកម្រិតថ្មីអ្នកចាប់ផ្ដើមហុំព័ទ្ធខ្លួនអ្នកជាមួយអ្នកគិតធំពីព្រោះចិត្តតូចមិនអាចដោះស្រាយគំនិតធំបានទេអ្នកឈប់ខ្ជិះខ្ជាយពេលវេលាព្រួយបារម្ភអំពីការប្រកួតប្រជែងពីព្រោះនៅពេលដែលគោលដៅរបស់អ្នកមានដាប់ដងអ្នកនឹងដឹងថាការប្រកួតប្រជែងតែមួយគត់ដែលសំខាន់គឺអ្នកទល់នឹងសក្តានុពលរបស់អ្នកដូច្នេះនៅពេលក្រោយដែលអ្នកឃើញថាខ្លួនឯងកំពុងបង្រួមក្តីសុបិនរបស់អ្នកឲ្យសមនឹងដំណន់សុខស្រួលរបស់អ្នកសូមឈប់ហើយសួរថាតើខ្ញុំនឹងធ្វើអ្វីប្រសិនបើខ្ញុំមិនខ្លាចពីព្រោះនោះជាកន្លែងដែលការគិតដាប់ដងរស់នៅវានៅម្ខាងទៀតនៃការភ័យខ្លាចហើយនៅពេលដែលអ្នកឆ្លងកាត់បន្ទាត់នោះអ្នកនឹងមិនត្រឡប់ទៅគិតតូចតាចម្ដងទៀតទេចូលញ៉ាំនិយាយអំពីគំនិតមួយក្នុងចម្លើមគំនិតដែលត្រូវបានយល់ច្រឡំបំផុតនៅពេលនិយាយអំពីភាពជោគជ័យតុល្យភាពមនុស្សគ្រប់គ្នាអធិប្បាយអំពីវារក្សាជីវិតរបស់អ្នកឲ្យមានតុល្យភាពពួកគេនិយាយថាកុំធ្វើការហួសកម្លាំងពេកប៉ុន្តែ Grant Cardone ជជែកវែកញែកអំពីអ្វីខុសគ្នាទាំងស្រុងប្រសិនបើអ្នកចង់សម្រេចបានលទ្ធផលមិនធម្មតាអ្នកត្រូវតែមានការងប់ងល់ព្រោះតុល្យភាពមិនបង្កើតភាពអស្ចារ្យទេការងប់ងល់បង្កើតឥឡូវនេះវាអាចស្ដាប់ទៅហួសហេតុពេកប៉ុន្តែសូមគិតអំពីវាតើមាននរណាម្នាក់ដែលបានផ្លាស់ប្ដូរពិភពលោកធ្លាប់មានតុល្យភាពទេតើ Steve Jobs រស់នៅជីវិតដែលមានតុល្យភាពល្អប្រអប់ក្នុងពេលកំពុងកសាង Apple ដែរឬតើ Serena Williams ឈ្នះ Grand Slam ដោយការអនុវត្តគ្រប់គ្រាន់ទេជាការពិតមិនមែនទេមនុស្សដែលយានកោតសរសើរបំផុតអ្នកច្នៃប្រឌិតអ្នកបង្កើតអ្នកដឹកនាំពួកគេមិនមានតុល្យភាពទេពួកគេផ្ដោតអារម្មណ៍ជំលុញហើយបាត់មានការងប់ងល់បន្តិចការងប់ងល់ត្រូវបានដាក់ស្លាកថាមិនល្អសម្រាប់សុខភាពបង្ការអ្វីដែលមិនល្អសម្រាប់សុខភាពពិតប្រាកដនោះគឺភាពម្ជូរភ្ញាក់ពីដំណើរជារៀងរាល់ថ្ងៃដឹងថាអ្នកមានសមត្ថភាពច្រើនជាងនេះប៉ុន្តែជ្រើសរើសការលួសលួនឬនោះ Grant Cardone និយាយថាភាពជោគជ័យទាមទារឲ្យអ្នកយកចិត្តទុកដាក់ទុកពេញលេញវាមិនឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងក្រៅម៉ោងទេឬការព្យាយាមកម្លាស់ใจដែរអ្នកមិនអាចឲ្យអ្នក 50% ក្នុងគោលដៅរបស់អ្នកហើយរំពឹងថានឹងទទួលបានលទ្ធផល 100% ទេ
អ្នកត្រូវតែខិតខំប្រឹងប្រែងទាំងផ្លូវចិត្តអារម្មណ៍និងរាងកាយការពិតណាស់គឺមនុស្សភាគច្រើនលាក់ខ្លួនពីខាងក្រោយគំនិតនៃតុល្យភាពដើម្បីជំរុញឲ្យភាពខ្វះអ៊ីនតង់ស៊ីតេរបស់ពួកគេនិយាយថាខ្ញុំគ្រាន់តែត្រូវការតុល្យភាពថែមទៀតនៅពេលដែលអ្វីដែលពួកគេពិតជាត្រូវការគឺការផ្ដោតអារម្មណ៍បន្ថែមទៀតតុល្យភាពច្រើនតែជាការខ្លែងបន្លំសម្រាប់ការភ័យខ្លាចនៃការបរាជ័យការភ័យខ្លាចនៃការវិនិច្ឆ័យការភ័យខ្លាចនៃភាពមិនស្រួលប៉ុន្តែនៅពេលដែលអ្នកមានការងប់ងល់ការភ័យខ្លាចបាត់បង់ការគ្រប់គ្រងរបស់វាអ្នកឈប់ព្រួយបារម្ភអំពីអ្វីដែលអ្នកដទៃគិតពីព្រោះអ្នករវល់ពេកក្នុងការដេញតាមអ្វីមួយដែលធ្វើឲ្យព្រលឹងអ្នកឆេះនេះជាអត្ថន័យពិតប្រាកដនៃការគិតមុំមៃដប់ដងវាមិនមែននិយាយអំពីការដុតខ្លួនឯងនោះទេវានិយាយអំពីការដុតយ៉ាងភ្លឺស្វាងដែលលេសមិនអាចរស់រានមានជីវិតនៅជុំវិញអ្នកវានិយាយអំពីការមានចក្ខុវិស័យដ៏រឹងមាំដែលវាទាញញាក់ចេញពីគ្រែមុនពេលនាឡិការ៉ូតវានិយាយអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបេសកកម្មរបស់អ្នកដែលអ្នកបដិសេធមិនព្រមទទួលការខិតខំប្រឹងប្រែងជាមធ្យមហើយនេះជារឿងចម្លែកមនុស្សដែលដេញតាមតុល្យភាពច្រើនតែបញ្ចប់ដោយភាពតានតឹងកាន់តែខ្លាំងពីព្រោះពួកគេតែងតែរៀបចំអតិប្រយោជន៍ហើយមិនដែលទទួលបានជោគជ័យពេញលេញលើអតិប្រយោជន៍ណាមួយឡើយប៉ុន្តែនៅពេលដែលអ្នកផ្លាច់ញាចិត្តយ៉ាងពេញលេញចំពោះអ្វីមួយនៅពេលដែលអ្នកជ្រុំមុជខ្លួនអ្នកទាំងស្រុងអ្នកបង្កើតសន្ទុះហើយសន្ទុះធ្វើឲ្យជីវិតកាន់តែងាយស្រួលមិនមែនពិបាកជាងនេះទេដូច្នេះប្រហែលជាតុល្យភាពមិនមែនជាគោលដៅទេប្រហែលជាការគិតមុំមៃគឺជាការគិតមុំមៃជាមួយនឹងការរីកចម្រើនជាមួយនឹងគោលបំណងជាមួយនឹងការកែលម្អដោយសារតែការពិតនេះគឺជាការពិតដ៏ធំបំផុតមួយអំពីភាពជោគជ័យដែលមនុស្សភាគច្រើនមិនចូលចិត្តទទួលការភ័យខ្លាចការរិះគន់និងការបរាជ័យមិនមែនជាសញ្ញាបង្ហាញថាអ្នកកំពុងធ្វើអ្វីខុសនោះទេពួកវាជាសញ្ញាដែលបង្ហាញថាអ្នកទីបំផុតកំពុងធ្វើអ្វីមួយដែលធំល្មមនិងមានសារៈសំខាន់លោក Grant Cardone និយាយថាការភ័យខ្លាចនិងការបដិសេធគឺជាដៃគូនៃភាពអស្ចារ្យមនុស្សតែម្នាក់គត់ដែលមិនដែលប្រឈមមុខនឹងការរិះគន់គឺជាអ្នកដែលមិនដែលចាត់វិធានការភ័យខ្លាចលេចឡើងរាល់ពេលដែលអ្នកកំណត់គោលដៅខ្ពស់ជាងនេះវាជាវិធីដែលចិត្តរបស់អ្នកព្រមមានអ្នកថាអ្នកកំពុងចាកចេញពីទឹកដីសុខស្រួលប៉ុន្តែជំនួសឲ្យការស្ដាប់ចំពោះការភ័យខ្លាចនោះផ្នែកគំនិត10ដងប្រាប់អ្នកឲ្យប្រើវាជាអ៊ីនធឺណិតនៅពេលដែលអ្វីធ្វើឲ្យអ្នកភ័យខ្លាចជាធម្មតាវាជាទម្រួយមួយដែលវាមានតម្លៃក្នុងការធ្វើគម្រោងដែលអ្នកភ័យក្នុងការចាប់ផ្ដើមវីដេអូដែលអ្នកខ្លាចបង្ហោះការហៅទូរស័ព្ទដែលអ្នកខ្លាចធ្វើទាំងនោះគឺជារឿងពិតប្រាកដដែលនាំទៅដល់កម្រិតបន្ទាប់គោលដៅមិនមែនដើម្បីលុបបំបាត់ការភ័យខ្លាចនោះទេគឺដើម្បីឆ្លងកាត់វាហើយបន្ទាប់មកមានការរិះគន់នៅពេលដែលអ្នកចាប់ផ្ដើមចាត់វិធានការដ៏ធំមនុស្សនឹងកត់សម្គាល់ហើយមិនមែនគ្រប់គ្នានឹងអបសាទរអ្នកទេបន្តអ្នកខ្លះនឹងសួរនាំអំពីចេតនារបស់អ្នកផ្សេងទៀតនឹងហៅអ្នកថាឈួតក្អើឬមិនប្រកបនិយមប៉ុន្តែដោយដែលលោក Grant និយាយប្រសិនបើអ្នកមិនទទួលបានការរិះគន់ទេអ្នកប្រហែលជាមិនបានធ្វើអ្វីគ្រប់គ្រាន់ឡើយសូមគិតអំពីវាអ្នកនរណាម្នាក់មិនរិះគន់អ្នកដែលមិនធ្វើអ្វីទេឡើយពួកគេវាអតតែអ្នកដែលធ្វើចលនាប៉ុណ្ណោះដូច្នេះនៅពេលក្រោយទៀតដែលមាននរណាម្នាក់សង្ស័យអ្នកចូលយកវាជាភស្តុតាងបង្ហាញថាអ្នកកំពុងដើរលើផ្លូវត្រីការបរាជ័យក៏ជាផ្នែកមួយនៃដំណើរផងដែរអ្នកគិត10ដងគ្រប់គ្នាយល់ថាការបរាជ័យមិនមែនជាផ្លូវតទេទេវាជាទិន្នន័យវាជាមតិកែលម្អរាល់កំហុសបង្រៀនអ្នកអំពីអ្វីដែលមិនដំណើរការដើម្បីអ្នកអាចខិតជិតអ្វីមួយដែលដំណើរការមនុស្សដែលឈ្នះធំមិនមែនជាមនុស្សដែលមិនដែលដួលទេពួកគេគឺជាអ្នកដែលបន្តឈរឡើងលឿនជាងអ្នកដទៃពួកគេមើលឃើញរាល់ការបរាជ័យជាថ្មជំហានមិនមែនជាសង្ហាឈប់ទេនេះជារឿងសំខាន់ភាពជោគជ័យទាមទារភាពមើលឃើញហើយភាពមើលឃើញតាក់ទាញការចាប់អារម្មណ៍អ្នកសម្រេចបានកាន់តែច្រើនសម្លេងកាន់តែខ្លាំងនោះជាផ្នែកមួយនៃតម្លៃនៃការឈានទៅមុខ10ដងប៉ុន្តែជំនួសឲ្យការភ័យខ្លាចការវិនិច្ឆ័យឬការបដិសេធចូលរៀនស្វាគមន៍វាសូមឲ្យវារំលឹកអ្នកថាអ្នកកំពុងបំបែកគំរូដែលអ្នកកំពុងធ្វើអ្វីដែលមនុស្សភាគច្រើនមិនមានភាពក្លាហានធ្វើដូច្នេះកុំរងចាំឲ្យមានអារម្មណ៍មិនភ័យខ្លាចធ្វើសកម្មភាពទោះបីជាមានការភ័យខ្លាចក៏ដោយកុំរងចាំការយល់ព្រមពីមនុស្សបន្តទៅមុខដោយគ្មានវាកុំរងចាំផែនការដ៏អស់ឥតបញ្ចោះបរាជ័យកែសម្រួលហើយបន្តចាត់វិធានការដ៏ធំពីព្រោះនៅពេលដែលអ្នកសម្រេចចិត្តថាការភ័យខ្លាច
ការរិះគន់និងការបរាជ័យមិនមែនជាសត្រូវទេប៉ុន្តែជាសញ្ញានៃការរីកចម្រើនអ្នកខ្លាយទៅជាមនុស្សដែលមិនអាចបញ្ឈប់បាននោះគឺជាផ្នែកគំនិត10ដងវាមិនមែននិយាយអំពីការមិនភ័យខ្លាចទេវានិយាយអំពីការមិនអាចបញ្ឈប់បានសូម្បីតែពេលអ្នកខ្លាចឥឡូវនេះចូលយល់និយាយអំពីរបៀបរស់នៅតាមច្បាប់ 10x មិនត្រឹមតែយល់វាប៉ុណ្ណោះប៉ុន្តែត្រូវអនុវត្តវាទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកពីព្រោះការអានអំពីសកម្មភាពដ៏ធំសម្បើមនឹងមិនផ្លាស់ប្ដូរអ្វីទាំងអស់លុះត្រាតែអ្នកចាប់ផ្ដើមធ្វើវាសាររបស់ Grant Cardone មិនមែនមានន័យថាជំរុញទឹកចិត្តអ្នករយៈពេល 2-3 ម៉ោងនោះទេវាមានន័យថារៀបចំកម្មវិធីឡើងវិញនៃទម្លាប់ប្រចាំថ្ងៃនិងលទ្ធផលរបស់អ្នកដូច្នេះនេះជារបៀបដែលអ្នកប្រែក្លាយ 10x ពីគំនិតទៅជារបៀបរស់នៅដំបូងចូលចាប់ផ្ដើមជាមួយគោលដៅរបស់អ្នកមនុស្សភាគច្រើនសរសេរគោលដៅដែលស្ដាប់ទៅល្អមិនមែនគោលដៅដែលធ្វើឲ្យវាលាតសន្ធឹងនោះទេយកអ្វីដែលអ្នកកំពុងតម្រឹងទៅប្រាក់ចំណូលរបស់អ្នកសុខភាពរបស់អ្នកអាជីវកម្មរបស់អ្នកតាមដានរបស់អ្នកហើយគុណវាដោយ10បន្ទាប់មកសួរថាតើខ្ញុំត្រូវក្លាយទៅជាមនុស្សប្រភេទណាដើម្បីធ្វើឲ្យវាកើតឡើងនៅពេលដែលអ្នកសរសេរគោលដៅដែលធំជាង10ដងអ្នកចាប់ផ្ដើមគិតដូចជាមនុស្សម្នាក់ដែលពិតជាសម្រេចបានវាគោលដៅមិនមែនគ្រាន់តែដើម្បីសម្រេចចំនួននោះទេវាគឺដើម្បីរីកចម្រើនទៅជាគំនិតរបស់អ្នកដែលអាចធ្វើបានបន្ទាប់មកផ្ដោតទៅលើសកម្មភាព10ដងគោលដៅធំត្រូវការចលនាដ៏ធំកុំគ្រាន់តែរៀបចំផែនការបន្ថែមទៀតធ្វើបន្ថែមទៀតបង្កើនការទេទូរស័ព្ទរបស់អ្នក2ដងបង្កើនមេត្តន័យរបស់អ្នក3ដងទាក់ទងមនុស្សកាន់តែច្រើនធ្វើការអស់ល្មើងកាន់តែច្រើនរៀនជំនាញកាន់តែច្រើនភាពជោគជ័យចូលចិត្តល្បឿននិងបរិមាណសកម្មភាពកាន់តែច្រើនដែលអ្នកធ្វើឱកាសកាន់តែច្រើនដែលអ្នកបង្កើតក្រែននិយាយថាកម្រិតសកម្មភាពជាមធ្យមនឹងមិនដែលនាំទៅរកលទ្ធផលមិនធម្មតានោះទេដូច្នេះប្រសិនបើលទ្ធផលរបស់អ្នកមធ្យមសកម្មភាពរបស់អ្នកក៏ប្រហែលជាមធ្យមដែរទី3តាមដានការខិតខំប្រឹងប្រែងរបស់អ្នកមិនមែនគ្រាន់តែលទ្ធផលរបស់អ្នកទេមានមនុស្សច្រើនពេកបោះបង់ដោយសារតែពួកគេមិនឃើញភាពជោគជ័យភ្លាមប៉ុន្តែនៅពេលដែលអ្នកតាមដានសកម្មភាពរបស់អ្នកនឹងដឹងពីវឌ្ឍនាកើតឡើងយូរមុនពេលលទ្ធផលលេចឡើងរក្សាការកត់សន្ត្រាប្រចាំថ្ងៃឬសៀវភៅរៀបចំផែនការ10ដងកត់ត្រាថាតើអ្នកកំពុងធ្វើបានប៉ុន្មានក្នុងមួយថ្ងៃថាតើអ្នកមានភាពស៊ីសង្វាក់ប៉ុណ្ណាចំនួនមនុស្សដែលអ្នកតាក់ទងនិងចំនួនជំហានដែលអ្នកដើរឆ្ពោះទៅរកគោលដៅរបស់អ្នកនឹងចាប់ផ្ដើមកត់សម្គាល់ឃើញគំរូសកម្មភាពរបស់អ្នកកាន់តែធំជ័យជំនះរបស់អ្នកកាន់តែលឿនជំហានសំខាន់មួយទៀតគឺត្រីជំនួសលេសដោយការទទួលខុសត្រូវឈប់បន្ទោសពេលវេលាលុយកាក់សំណាងឬមនុស្សផ្សេងទៀតផ្នត់គំនិត10ដងនិយាយថាអ្វីៗគ្រប់គ្នាគឺជាកំហុសរបស់ខ្ញុំនោះអាចស្ដាប់ទៅដូចជាអាក្រក់ប៉ុន្តែវាពិតជាផ្ដល់អំណាចពីព្រោះប្រសិនបើអ្នកបង្កបញ្ហាអ្នកក៏អាចបង្ក្រាបដំណោះស្រាយបានដែរជនរងគ្រោះរងចាំមេដឹកនាំធ្វើសកម្មភាពហើយសកម្មភាពដ៏ធំសម្បើមគឺជាអ្វីដែលបំបែកពួកគេហុំព័ទ្ធខ្លួនអ្នកដោយថាមពល Y maintain មនុស្សដែលអ្នកចំណាយពេលជាមួយកំណត់ស្តង់ដាររបស់អ្នកប្រសិនបើរង្វង់របស់អ្នកពោពេញទៅដោយអ្នកថាអ៊ុញតែអ្នកសង្ស័យឬអ្នកគិតតូចតាចថាមពលរបស់ពួកគេនឹងទាញអ្នកចុះប៉ុន្តែប្រសិនបើអ្នកហុំព័ទ្ធខ្លួនអ្នកជាមួយមនុស្សដែលមានមហិច្ឆតាថាមពលរបស់ពួកគេនឹងទាញអ្នកឲ្យខ្ពស់ជាងចងចាំថាភាពជោគជ័យមិនមែនជាការឆ្លងទេប៉ុន្តែភាពមធ្យមគឺជាការឆ្លងការពារបរិយាវត្តរបស់អ្នកជាចុងក្រោយចូលធ្វើឲ្យ10ដងคล้ายជាទម្លាប់មិនមែនជាដំណាក់កាលទេភាពស៊ីសង្វាត់គ្នាយកឈ្នះលើអញតង់ស៊ីទេរាល់ពេលសកម្មភាពដ៏ធំសម្បើមមិនមែនជាការជំរុញម្ដងទេវាជារបៀបរស់នៅនៃការធ្វើច្រើនជាងមុនតម្រង់គោលដៅខ្ពស់ជាងមុននិងរំពឹងទុកបានល្អជាងពីខ្លួនឯងភ្ញាក់ពីព្រលឹមរៀបចំផែនការយ៉ាងសកម្មអនុវត្តដោយមិនឈប់ឈរហើយនៅពេលដែលអ្នកមានអារម្មណ៍អស់កម្លាំងសូមរំលឹកខ្លួនឯងថាការខិតខំប្រឹងប្រែងជាមធ្យមបង្កើតជីវិតជាមធ្យមដូច្នេះនេះគឺជាបញ្ហាប្រឈមរបស់អ្នកយកផ្នែកមួយនៃជីវិតរបស់អ្នកគ្រាន់តែមួយហើយអនុវត្តច្បាប់10ដងនៅថ្ងៃនេះកំណត់គោលដៅធំជាងគោលដៅបច្ចុប្បន្នរបស់អ្នក10ដងយក10ដងនៃសកម្មភាពដែលអ្នកគិតថាចាំបាច់កុំរងចាំការលើកទឹកចិត្តអនុញ្ញាតឲ្យសកម្មភាពរបស់អ្នកបង្កើតវាពីព្រោះនៅពេលដែលអ្នកចាប់ផ្ដើមរស់នៅ10ដងអ្នកនឹងសម្គាល់អ្វីមួយមិនគួរឲ្យជឿជាក់ជីវិតចាប់ផ្ដើមផ្ដល់ឱកាស10ដងដល់អ្នកវិញដូច្នេះនេះគឺជាការពិតចុងក្រោយច្បាប់10ដងមិនមែនគ្រាន់តែជាសៀវភៅនោះទេវាជាការហៅដាស់តឿនឡើង
វាជាបញ្ហាប្រឈមដើម្បីឈប់រស់នៅដោយស្វ័យប្រវត្តិហើយចាប់ផ្ដើមលេងឲ្យអស់ពីសមត្ថភាពរាល់ក្តីសុបិនដែលអ្នកមានរាល់គោលដៅដែលអ្នកបានពន្យាពេលរាល់លេសដែលអ្នកបានប្រាប់ខ្លួនឯងនេះគឺជាពេលវេលាដើម្បីផ្លាស់ប្ដូររឿងទាំងអស់នោះពីព្រោះភាពខុសគ្នារវាងរឿងធម្មតានិងរឿងមិនធម្មតាមិនមែនជាសំណាងទេវាគឺជាសកម្មភាពដ៏ធំសម្បើមមិនឈប់ឈរនិងមិនអាចបញ្ឈប់បានអ្នកមានជំរើសពីរអ្នកអាចបន្តធ្វើអ្វីដែលស្រួលហើយទទួលបានលទ្ធផលដូចគ្នាឬក៏អ្នកអាចទៅ10ដងគិតឲ្យធំជាងធ្វើសកម្មភាពលឿនជាងមុននិងជំរុញឲ្យថឹងជាងអ្វីដែលអ្នកធ្លាប់មានពីមុនមកពិភពលោកមិនផ្ដល់រង្វាន់គ្រប់គ្រាន់ទេវាផ្ដល់រង្វាន់ដល់មនុស្សដែលមានភាពក្លាហានគ្រប់គ្រាន់ដើម្បីទាមទារអ្វីថែមទៀតពីខ្លួនឯងនិងក្លាហានគ្រប់គ្រាន់ដើម្បីដេកតាមវាហើយរឿងដ៏ស្រស់ស្អាតនៅពេលដែលអ្នកចាប់ផ្ដើមគិត10ដងអ្នកនឹងដឹងថាអ្នកមានសមត្ថភាពច្រើនជាងនេះទៅទៀតដូច្នេះនេះគឺជាបញ្ហាប្រឈមរបស់ខ្ញុំចាប់ពីថ្ងៃនេះជ្រើសរើសគោលដៅមួយគ្រាន់តែមួយហើយគុណវាដោយ10បន្ទាប់មកចាត់វិធានការដែលត្រូវនឹងកម្រិតមហិច្ឆតានោះកុំរងចាំរហូតដល់តែអ្នកមានអារម្មណ៍ថារួចរាល់កុំរងចាំពេលវេលាដ៏អស្ចារ្យពីព្រោះពេលវេលាដ៏អស្ចារ្យមិនដែលក៏មកឡើយចាប់ផ្ដើមឥឡូវនេះពីព្រោះនៅពេលដែលអ្នកបដិញ្ញាថានឹងធ្វើ10ដងសកម្មលោកចាប់ផ្ដើមឆ្លើយតបជាមួយឱកាស10ដងការទំនាក់ទំនងចំនួន10ដងនិងការរីកចម្រើនចំនួន10ដងចង់ចាំថាភាពជោគជ័យមិនមែនអំពីទេពកោសល្យទេវានិយាយអំពីភាពរឹងមាំវាមិនមែននិយាយអំពីការរងចាំសំណាងទេវានិយាយអំពីការបង្កើតសូដាកលអ្នកមិនចាំបាច់ឆ្លាតប្រច័យឬមានបទពិសោធន៍ច្រើនទេអ្នកត្រូវតែជាមនុស្សដែលមិនព្រមឈប់ឡើយបន្តជំរុញបន្តខិតខំប្រឹងប្រែងបន្តគិតឲ្យធំជាងអ្នកដទៃពីព្រោះនៅពេលដែលអ្នកចាប់ផ្ដើមរស់នៅ10ដងអ្នកនឹងមិនចង់ត្រឡប់ទៅគិតតូចតាចម្ដងទៀតឡើយប្រសិនបើសារនេះជំរុញអ្នកប្រសិនបើវាបដៅអ្នកផ្កាភ្លើងដើម្បីធ្វើសកម្មភាពធំនៅក្នុងជីវិតរបស់អ្នកអេនតុនសូមបង្ហាញសេចក្តីស្រឡាញ់ខ្លះទៅចុចប៊ូតុងចូលចិត្តនោះដំណោះយោបល់មួយចំពោះគោលដៅ10ដងរបស់អ្នកហើយកុំភ្លេចវាតម្លៃចុច Subscribe ដើម្បីទទួលបានខ្លឹមសារលើកទឹកចិត្តនិងរចនាបទសៀវភៅ Audio ថែមទៀតនេះគឺជាបណ្ណាល័យសៀវភៅ Audio ដែលរំលឹកអ្នកឲ្យសុបិនធំធ្វើសកម្មភាពធំជាងនិងរស់នៅ10ដងជួបគ្នានៅពេលក្រោយ